ខ្ញុំជឿថាប្រកាសជាមានគ្នាយើងខ្លះរស់នៅប្រៀបបីដូចជាទូកអណ្ដែតកណ្ដាលសមុទ្រដែលរកមិនឃើញពពប្រហែលឬកោះត្រើយដើម្បីនឹងចុះចតនោះទេអ្នកទាំងអស់គ្នាមិនគួរបណ្ដោយជីវិតរបស់អ្នកទាំងអស់គ្នារស់នៅដោយរបៀបនេះបានទេខ្ញុំគិតថាពេលនេះហើយជាពេលដែលយើងត្រូវផ្លាស់ប្ដូរកំណត់គោលដៅជីវិតនិងចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចបាននូវគោលដៅរបស់យើងនៅក្នុងវីដេអូនេះខ្ញុំសូមផ្ដល់នូវវិធីសាស្ត្រចំនួន10ចំណុចដល់អ្នកទាំងអស់គ្នាដើម្បីងាយស្រួលនៅក្នុងការកំណត់គោលដៅជីវិតចំណុចទី1កំណត់នៅអ្វីដែលយើងចង់បានការកំណត់ឬភាពច្បាស់លាស់នៅអ្វីដែលយើងចង់បានវាគឺជាគន្លឹះមួយដែលនាំយើងឈានទៅរកគោលដៅដែលយើងចង់សម្រេចហើយយើងត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាយើងចង់សម្រេចគោលដៅហ្នឹងហេតុអ្វីបានជាវាសំខាន់សម្រាប់ជីវិតយើងកាលណាបើយើងដឹងនៅហេតុផលទាំងអស់នេះគឺងាយស្រួលនៅក្នុងការបដោតអារម្មណ៍ទៅលើគោលដៅរបស់យើងតួយ៉ាងមានដូចជាការរកប្រាក់ចំណូលការបង្កើតជាគ្រួសារសុខភាពទាក់ទងនឹងការរៀនសូត្រនិងរឿងផ្សេងទៀតជាដើមរឿងទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាដឹងអំពីមូលហេតុដែលអ្នកទាំងអស់គ្នាចង់បានដូច្នេះអ្នកទាំងអស់គ្នាប្រកាសជាព្យាយាមប្រឹងប្រែងផ្ដោតអារម្មណ៍មែនទែនទៅលើគោលដៅដែលយើងចង់បានហ្នឹងចំណុចទី2សរសេរគោលដៅនោះចេញមកការសរសេរគោលដៅនោះចេញមកខាងក្រៅគឺដើម្បីឲ្យវាផ្សារភ្ជាប់ទៅនឹង subconscious របស់យើងឬក៏ចិត្តរបស់យើងការសរសេរនោះត្រូវតែមានភាពច្បាស់លាស់ជាក់លាក់ហើយនឹងអាចវាស់វែងបានចំណុចទី3កំណត់ពេលវេលារាល់គោលដៅទាំងអស់ត្រូវតែមានថ្ងៃខែឆ្នាំកំណត់ថាតើយើងត្រូវចាយពេលរយៈពេលប៉ុន្មានឆ្នាំប៉ុន្មានខែប៉ុន្មានថ្ងៃដើម្បីសម្រេចវាហើយចាប់ផ្ដើមធ្វើពីពេលណាទៅពេលណាហើយបើគោលដៅរបស់យើងត្រូវប្រើពេលយូរឆ្នាំពី5ឆ្នាំទៅ10ឆ្នាំឬច្រើនជាងហ្នឹងយើងត្រូវយកគោលដៅទាំងអស់នោះមកបែងចែកមកអង្គន់ទៅជាផ្នែកតូចងាយស្រួលនៅក្នុងការប្រើពេលដើម្បីសម្រេចវាចំណុចទី4កំណត់ឧបសគ្គដែលនឹងត្រូវជួបដើម្បីសម្រេចនៅគោលដៅយើងត្រូវឆ្វេងយល់ផងដែរថាតើមានកត្តាអ្វីខ្លះដែលមករំខាននិងជាឧបសគ្គរារាំងគោលដៅរបស់យើងជាទូយ៉ាងឧទាហរណ៍ដូចជាប្រសិនបើយើងចង់បានគោលដៅរបស់យើងគឺចង់បានសុខភាពល្អដូច្នេះយើងត្រូវស្វែងយល់ថាតើកត្តាអ្វីខ្លះដែលឲ្យយើងមិនអាចសម្រេចនៅគោលដៅរបស់យើងនឹងបានដែលមានដូចជាកត្តាញ៉ាំអាហារតាមចំណង់របស់ខ្លួនអត់ធ្វើលំហាត់ប្រាណអត់ពិនិត្យសុខភាពឬមានកត្តាផ្សេងទៀតចំណុចទី5កំណត់ចំណេះជំនាញដើម្បីសម្រេចបាននូវគោលដៅយើងត្រូវដឹងថាតើជំនាញចំណេះដឹងណាដែលយើងចាំបាច់ត្រូវប្រើនៅក្នុងការសម្រេចគោលដៅហើយយើងត្រូវរៀននិងអភិវឌ្ឍខ្លួនឯងជាប្រចាំហើយកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដឹងថាប្រសិនបើយើងរកមិនឃើញឬក៏រៀនជំនាញខុសវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាបោះបង់ចោលឬមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយចំណុចទី6ការសេពគប់មនុស្សកំណត់នៅក្រុមមនុស្សដែលអាចជួយយើងបាននិងអាចធ្វើកិច្ចការជាមួយយើងបានដើម្បីសម្រេចបាននូវគោលដៅព្រោះថាបើសិនជាយើងធ្វើការតែឯងយើងដើរតែឯងគឺគោលដៅមិនងាយសម្រេចបាននោះទេឬក៏អាចបរាជ័យទៀតផងដូច្នេះកត្តាសេពគប់កត្តាមិត្តភ័ក្តិត្រូវកំណត់មនុស្សណាដែលអាចធ្វើការជាមួយបានដែលអាចសេពគប់បាននិងនាំយើងទៅសម្រេចគោលដៅរបស់យើងចំណុចទី7សរសេរចេញមកនៅអ្វីដែលយើងត្រូវការយើងគួរធ្វើបញ្ជីមួយសរសេរនៅអ្វីដែលយើងគិតថាត្រូវការដើម្បីឈានទៅរកគោលដៅរបស់យើងហើយយកវាមកប្រមូលផ្ដុំមិនថាជាសម្ភារៈជាលុយកាក់ជាពេលវេលាឬអ្វីផ្សេងទៀតទេដែលវាដើរតួសំខាន់នៅក្នុងការជួយឲ្យសម្រេចគោលដៅរបស់យើងត្រូវតែសរសេរចេញមកចំណុចទី8ធ្វើផែនការសម្រាប់អាទិភាពការងារការធ្វើផែនការនេះគឺដើម្បីឲ្យដឹងថាការងារណាត្រូវធ្វើមុននិងការងារណាត្រូវធ្វើក្រោយហើយការងារណាដែលមានអាទិភាពជាងគេការធ្វើផែនការនេះជាដាច់ខាតយើងត្រូវតែធ្វើជាប្រចាំជារៀងរាល់ថ្ងៃរាល់ខែឬរាល់សប្តាហ៍អញ្ចឹងទៅចំណុចទី9ជ្រើសរើសកិច្ចការសំខាន់បំផុតការជ្រើសរើសការងារសំខាន់បំផុតរបស់អ្នកទាំងអស់គ្នាជារៀងរាល់ថ្ងៃហើយត្រូវសួរខ្លួនឯងថាតើការងារមួយណាដែលអ្នកទាំងអស់គ្នាគិតថាបើអ្នកទាំងអស់គ្នាធ្វើនៅក្នុងថ្ងៃហ្នឹងវាដើរតួសំខាន់បំផុតដើម្បីសម្រេចគោលដៅនិងបង្កើនគុណតម្លៃឲ្យអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានឹងជ្រើសរើសរកការងារណាមុនគេដូច្នេះរឿងនេះជារឿងដែលអ្នកទាំងអស់គ្នាត្រូវធ្វើដោយខ្លួនឯងជ្រើសរើសដោយខ្លួនឯងគិតដោយខ្លួនឯង
ចំណុចទី10បង្កើតទម្លាប់និងមានវិន័យចំពោះខ្លួនឯងពិតណាស់ដើម្បីសម្រេចបាននូវគោលដៅដែលអ្នកទាំងអស់គ្នាចង់បានគឺវាទាក់ទងខ្លាំងបំផុតចំពោះវិន័យនិងទម្លាប់របស់អ្នកទាំងអស់គ្នាដូច្នេះដើម្បីឈានទៅសម្រេចគោលដៅគឺអ្នកទាំងអស់គ្នាត្រូវហ្វឹកហាត់ទម្លាប់ខ្លួនឯងឲ្យបានល្អជានិច្ចនិងមានវិន័យចំពោះខ្លួនឯងផងដែរគោលដៅរបស់អ្នកគឺជាកម្លាំងចិត្តដ៏អស្ចារ្យដែលជំរុញអ្នកឲ្យឆ្ពោះទៅមុខកុំខ្លាចភាពបរាជ័យព្រោះការបរាជ័យនីមួយៗវាគឺជាមេរៀនដ៏មានន័យសូមគម្រោងចាំថ្ងៃណាដែលល្អឥតខ្ចោះចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមពីកន្លែងដែលយើងរស់នៅជាមួយនឹងអ្វីដែលយើងមានជំហានតូចមួយនៅក្នុងថ្ងៃនេះនឹងនាំយើងទៅកាន់ភ្នំខ្ពស់នៃភាពជោគជ័យនៅក្នុងថ្ងៃស្អែកជឿជាក់លើខ្លួនឯងបន្តការព្យាយាមប្រឹងប្រែងហើយកុំភ្លេចថាខ្លួនយើងផ្ទាល់គឺមានសក្តានុពលគ្រប់គ្រាន់នៅក្នុងការបង្កើតគោលដៅរបស់យើងឲ្យបានសម្រេចហើយនឹងបង្កើតនៅអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯងផងដែរជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យទៅលើគោលដៅរបស់ខ្លួន